ត្រឡប់មកដល់សិង្ហបុរីវិញប្រហែលជា3ថ្ងៃបងប្អូនតែនឹកឃើញថាមានសមជ្រូកមួយក្នុងទូទឹកកកដែលយកមកពីខ្មែរកាលពីម៉ានថ្ងៃមុនខ្ញុំបានទៅខ្មែរហ្នឹងម៉ាក់គាត់ផ្ញើមកឲ្យជៀនសាកឲ្យម៉ាក់ប៉ាក្មេកគាត់ភាសាដើម្បីបានភ្លក់មើលថាតើសមខ្មែររបស់យើងឆ្ងាញ់អត់ទាំងក៏ខ្ញុំដកចេញពីទូទឹកកកកាត់ជាកង់ដើម្បីយកមកជៀនឲ្យពួកគាត់បានសាកហើយកំពុងតែជៀននំសមហ្នឹងក៏នឹកឃើញការនៅខ្មែរឲ្យតែមាននំសមជ្រូកជៀនហើយនឹងតែបុកទឹកថៃមានសាឡាត់មានតែសក់ហូបហើយបងប្អូនគូតំណងមែនតានតែឥឡូវយើងមកដល់សិង្ហបុរីអត់មានដូចយើងនៅខ្មែរទេអញ្ចឹងមានតែជៀនញ៉ាំលេងធម្មតាអញ្ចឹងឈានមកសទុះទៅក្រៀមហើយបងប្អូនហើយគឺតំណងមែនតានម៉ាក់ប៉ាក្មេករបស់ខ្ញុំគាត់បានសាកហើយគឺគាត់ថាឆ្ងាញ់ថ្ងៃហ្នឹងថាមកនិយាយតែពីរឿងសមឯងបងប្អូនតែអត់បានដោយសារតែអាទិត្យមុនដែលខ្ញុំមកលេងខ្មែរហ្នឹងក៏ខ្ញុំបានថតវីដេអូតាក់ទងពលាយន្តហោះថ្មីរបស់យើងហ្នឹងផុសនៅក្នុង TikTok របស់ខ្ញុំហើយអ្នកចូលមើលគឺច្រើនគួរសមដែរប៉ុន្តែអ្វីដែលនឹកស្មានអត់ដល់នោះហ្នឹងគឺអ្នកជិតខាងផ្ទះលេខ1របស់យើងហ្នឹងគឺ comment ចំណែនឈ្នានីសយើងមែនតើគឺថាពួកគាត់ចំណែនឈ្នានីសយើងខ្លាំងមែនតើបងប្អូនស្ទើរថាពលាយន្តហោះរបស់យើងហ្នឹងអត់មានមនុស្សទេអីណាប្រៀបធៀបទៅនឹងប្រទេសរបស់គាត់ហើយថាពលាយន្តហោះហ្នឹងរបស់ប្រទេសផ្សេងអីណាអីណីគឺថាពិបាកទទួលយកដែរគាត់ថាខ្ញុំអត់ចេះ comment ជេរទៅគេវិញទេបងប្អូនអញ្ចឹងអ្នកដែលគាត់ឃើញវីដេអូខ្ញុំហើយជួយទៅជេរពួកគាត់ផងអរគុណ